ជាទី17ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថាមនាលឧរវេលកាសបៈតើព្រះអង្គគិតថាយ៉ាងដូចម្ដេចដែរចំពោះអ្នកដែលគិតថាទឹកជាសារវ័នដើមនៃជីវិតគេនិយាយថាទឹកក៏ជាអង្គធាតុដែលធ្វើមនុស្សឲ្យបរិសុទ្ធនិងត្រឡប់ទៅជួយជាមួយព្រះព្រំដែរគេថាទឹកក៏ជាអង្គធាតុដែលធ្វើមនុស្សឲ្យបរិសុទ្ធនិងត្រឡប់ទៅជួបជាមួយព្រះព្រំដែរនោះបងយល់យ៉ាងម៉េចឧរវេលកាសបៈបែបស្ទាក់ស្ទើរក្នុងចិត្តគាត់គិតថាសពថ្ងៃនេះមានមនុស្សរាប់រយពាន់នាក់កំពុងតែងូតទឹកនៅក្នុងទន្លេកង្គានិងស្ទឹងដទៃទៀតដើម្បីជំរះមន្ទិលការមន្ទិលបាបគាត់ក៏ទទួលតបទៅព្រះពុទ្ធថាទឹកសម្លាញ់ទឹកប្រកបជាពុំអាចជួយអ្នកណាម្នាក់ឲ្យរួចចាកអំពីសេចក្តីទុក្ខបានឡើយធម្មតាទឹកវាតែងហូរចុះទៅខាងក្រោមមានតែភ្លើងទេដែលអណ្ដែតឡើងទៅលើពេលមនុស្សយើងស្លាប់ទៅរូបរបស់យើងក៏ត្រូវអណ្ដែតតាមផ្សែងដោយសារភ្លើងដែរព្រះពុទ្ធទ្រង់ត្រាស់ថាឧរវេលកាសបៈរឿងនឹងដូចជាមិនពិតពីដើមទាំងពពកពណ៌សដែលអណ្ដែតត្រសែកនៅលើមេក៏ជារូបភាពនៃទឹកដែរដូច្នេះទឹកក៏អាចអណ្ដែតឡើងទៅលើដែរជាការពិតណាស់ផ្សែងខ្លួនឯងក៏គឺគ្មានអ្វីក្រៅពីចំហាយទឹកឡើយទាំងពីរយ៉ាងគឺពពកនិងផ្សែងនឹងត្រូវត្រឡប់ទៅជាវត្ថុរាវឬទឹកភ្លៀងជាចាំបាច់ប្រងដឹងទេថាវត្ថុទាំងអស់ក្នុងលោកវិលទៅវិលមកច្រំដែលមិនចេះចប់ទេណាបងយល់ទេឧរវេលកាសបៈឆ្លើយតបថាតែវត្ថុទាំងអស់ចូលរួមជាមួយសារៈដើមតែមួយគត់ដូច្នេះវត្ថុទាំងអស់នោះត្រូវតែត្រឡប់ទៅក្នុងសារៈតែមួយនោះវិញព្រះពុទ្ធទ្រង់បញ្ជាក់បន្ថែមទៀតថាមនាលឧរវេលកាសបៈវត្ថុទាំងអស់អាស្រ័យលើវត្ថុដទៃទៀតដែរសម្រាប់វត្តមានរបស់ខ្លួនយកឧទាហរណ៍តាមស្លឹកឈើដែលនៅក្នុងដៃតថាគតនេះចុះទឹកដីកម្ដៅក្របពូជពពកព្រះអាទិត្យពេលវេលាលំហអាកាសអង្គធាតុទាំងអស់នេះអាចធ្វើឲ្យស្លឹកឈើនេះកើតមានជារូបរាងឡើងបើសិនជាអង្គធាតុណាមួយនៃអង្គធាតុទាំងអស់នេះបាត់បង់ទៅស្លឹកឈើនេះក៏ពុំអាចកើតមានឡើងដែរសត្វលោកទាំងអស់ទោះមានជីវិតក្តីគ្មានជីវិតក្តីត្រូវតែអាស្រ័យទៅលើច្បាប់បដិច្ចសមុប្បាទប្រភពនៃវត្ថុមួយគឺជាវត្ថុទាំងអស់សូមព្រះអង្គមេត្តាពិចារណាត្រង់ចំណុចនេះដោយប្រុងប្រយ័ត្នផងចុះឥឡូវនេះព្រះអង្គមិនឃើញស្លឹកឈើដែលនៅក្នុងដៃរបស់តថាគតនេះគឺគ្រាន់តែជាស្លឹកឈើនៅទីនេះដោយសារតែការរួមផ្សំនៃបាតុភូតធម្មជាតិរួមទាំងការយល់ដឹងរបស់ព្រះអង្គផងទេឬពេលល្ងាចណាស់ទៅហើយសន្ធាយារាត្រីក៏ធ្លាក់មកគ្របដណ្ដប់លើប្រកទីព្រះពុទ្ធត្រូវបានឧរវេលកាសបៈនិមន្តឲ្យទៅសឹងក្នុងខ្ទមជាមួយព្រះអង្គកាសបៈមិនដែលអនុញ្ញាតឲ្យជនណាម្នាក់ណាក់អាស្រ័យទេនេះគឺជាលើកទី1ហើយដែលគាត់មិនដែលបានជួបជាមួយព្រះសង្ឃដ៏ចម្លែកហើយបែបនេះព្រះពុទ្ធក៏បានប្រកែកជាពាក្យយ៉ាងនេះថាតាំងពីប្រសូតមកព្រះអង្គមិនដែលមានទម្លាប់គុំតែម្នាក់ឯងទេនៅពេលរាត្រីក៏ប៉ុន្តែព្រះអង្គសូមអនុញ្ញាតថាព្រះអង្គមានព្រះបំណងចង់សឹងនៅឯរូបភ្លើងឯនោះវិញប្រសិនបើលោកម្ចាស់ឧរវេលកាសបៈមិនយល់តទេអាត្មាទៅសឹងនៅទីនោះកាសបៈព្រាមទូលព្រះអង្គថាមនាលសមណៈជាសម្លាញ់ជាច្រើនថ្ងៃកន្លងមកហើយដែលយើងសម្គាល់ឃើញមានពស់ដ៏ធំមួយគឺពស់នេះគឺលិចចូលមកជ្រោកនៅក្នុងរូបភ្លើងនេះយើងបានប្រើគ្រប់មធ្យោបាយអស់ហើយក្នុងការបណ្ដេញវាចេញក៏ពស់ដ៏ធំនេះមិនព្រមលូនចេញពីទីនោះដែរដូច្នេះព្រះអង្គមិនគួរសឹងនៅកន្លែងនេះទេ
វាអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ព្រះអង្គជាពិសេសនៅពេលធ្វើបុណ្យទានម្ដងយើងតែងនាំគ្នាទៅធ្វើនៅខាងក្រៅឯនោះក៏ព្រោះតែយើងភ័យខ្លាចនឹងទោសដ៏ធំចម្លែកនេះឯងសូមព្រះអង្គសឹងនៅក្នុងតោមទូលបង្គំវិញទៅដើម្បីសេចក្តីសុខតរបស់ព្រះអង្គព្រះពុទ្ធទ្រង់ឆ្លើយតបវិញថាសូមកុំបារម្ភអីលោកម្ចាស់តថាគតចង់សឹងនៅក្នុងរឿងភ្លើងនេះវានឹងមិនបណ្ដាលឲ្យមានគ្រោះថ្នាក់អ្វីដល់ថាពុទ្ធឡើយដោយឃើញព្រះពុទ្ធមិនអាចខាត់បានឧរវិលកសបៈក៏បង្គំទូលថាបើព្រះអង្គចង់សឹងនៅទីនឹងប៉ុន្មានថ្ងៃក៏បានដែរឲ្យតែព្រះអង្គសពប្រតិរាត្រីនោះព្រះពុទ្ធក៏និមន្តចូលទៅក្នុងរូងភ្លើងនៅលើសសរកន្លោងមានអណ្ដាតភ្លើងឆេះសន្ធោសន្ធៅដុតដោយទៀនជាច្រើនដើមនៅជ្រុងម្ខាងនៃរូងភ្លើងមានគំនរអុសដើមក្លឹមច័ន្ទក្រស្នាដែលពីកោទុកសម្រាប់ទុកដុតធ្វើបន្ទានឯខាងក្រៅព្រះពុទ្ធទ្រង់ជ្រាបយល់ថាពស់នាគដ៏ធំនោះប្រហែលជាវិញនៅក្នុងគំនរអុសនោះឯងពិចារណាឃើញដូច្នោះហើយព្រះអង្គក៏គង់ធ្វើសមាធិនៅជ្រុងម្ខាងទៀតដោយបាត់ស្បង់ជាពណ៌ធ្វើជាកម្រាលព្រះអង្គគង់ធ្វើសមាធិរហូតដល់យប់ជ្រៅនៅជិតពេលចុងបញ្ចប់នៃសមាធិព្រះអង្គតឃើញពស់ដ៏ធំនោះវិញជារង្វិលនៅចំកណ្ដាលរូងភ្លើងដោយភ្នែកចំគូសម្លឹងផ្លែដាក់ត្រង់ព្រះពុទ្ធទ្រង់ប្រាប់ទៅកាន់នាគនោះនៅព្រះវិចារដ៏ផ្អែមល្ហែមថាមនាលពស់នាគរីជាសម្លាញ់ចូលអ្នកធ្វើដំណើរទៅកាន់ទីព្រៃវិញដើម្បីសេចក្តីសុខចូលខ្លួនអ្នកវិចោព្រះពុទ្ធវិចារពោពេញទៅដោយមេត្តាករុណានេះពស់នាគរីនោះក៏ស្ដាប់បានក៏ពន្លាខ្លួនវាសន្សំចេញតាមមាត់ទ្វារបាត់ទៅព្រះពុទ្ធទ្រង់សណ្ដោកព្រះបាទរួចក៏សឹងលង់លក់ទៅផងដែរពេលព្រះអង្គភ្ញាក់តើនឡើងពន្លឺប្រច័ណ្ឌភ្លឺថ្លាបានចាំងឆ្លុះចុះចូលតាមមាត់បង្អួចទៅដល់កន្លែងព្រះអង្គសឹងព្រះពុទ្ធទ្រង់ប្រាជ្ញាថាពេលនេះគួរជាទីរីករាយណាស់បើអាត្មាអញចេញទៅចង្ក្រមនៅក្រោមពន្លឺច័ន្ទដ៏ភ្លឺថ្លាបែបនេះនឹងស្រួលណាស់មើលទៅព្រះអង្គក៏ប្រឡោះធូលីចេញពីស្បង់ទីពរហើយទ្រង់ក្រងដណ្ដប់យ៉ាងសមរម្យមុននឹងព្រះអង្គនិមន្តចេញពីរូងភ្លើងនេះទៅចង្ក្រមនៅខាងក្រៅក្រោមពន្លឺប្រចាំដ៏ថ្លាត្រចង់នោះពេលភ្លឺស្រាងរូងភ្លើងនោះត្រូវភ្លើងឆេះអ្នកដែលបានឃើញភ្លើងឆេះមុនគេក៏ស្រែកហៅអ្នកដទៃឲ្យទៀតឲ្យមកជួយពន្លត់ម្នាក់កាន់ធុងទឹករត់ទៅប្រញ័យបណាយទៅដងទឹកក្នុងស្ទឹងយកមកស្រោចស្រពពន្លត់ភ្លើងនៅប៉ុន្តែទោះបីជាពួកចដលទាំងអស់ខំប្រឹងយ៉ាងណាក៏នៅតែពន្លត់ភ្លើងនោះមិនឈ្នះដែរក្នុងគ្រានោះបរិវារទាំង500នាក់របស់ឧរវិលកសបៈគ្មានអាចធ្វើអ្វីកើតក្រៅពីនាំគ្នាឈរមើលតតែរូបភ្លើងនោះឆេះអស់រលីងដល់ដីឧរវិលកសបៈឈរមើលជាមួយនឹងបរិស័ទរបស់ព្រះអង្គដោយសេចក្ដីគិតថាអូគួរឲ្យអនិច្ចាដល់ប្រសង់ដ៏ក្មេងខ្ចីនេះណាមិនគួរណាបើមកស្លាប់ក្នុងរូងភ្លើងនេះដូចនេះសោះបើគោដំនេះយល់ព្រមទៅសឹងក្នុងខ្ទមជាមួយអាត្មាអញម្លេះសមនឹងរួចរស់ប្រជជនពុំខានគ្រាន់តែឧរវិលកសបៈចាប់នឹកគិតដល់រឿងនេះភ្លាមស្រាប់តែព្រះពុទ្ធលេចធ្លោពីក្នុងព្រៃមកព្រះពុទ្ធបានតតឃើញភ្លើងដែលឆេះនោះអំពីលើភ្នំដែលព្រះអង្គទ្រង់គង់ធ្វើចង្ក្រមនៅកន្លែងនោះរួចមកព្រះអង្គក៏និមន្តរូបរយៈដើម្បីតូតមើលនៅហេតុការណ៍ក្រែងព្រះអង្គបានជួយបានពេលឃើញព្រះពុទ្ធកាលណាឧរវិលកសបៈស្ទុះទៅរកព្រះអង្គដោយក្តីអំណរហើយក៏ចាប់ក្តាប់ប្រហោះព្រះអង្គយ៉ាងណែនហើយទូលថាអរណាស់លោកអើយអរណាស់ព្រះអង្គនៅគង់ប្រជជនស្រឡាញ់គោដំនៅគង់ប្រជជនតើគ្មានអ្វីប៉ះពាល់ដល់បរូបកាយរបស់ព្រះអង្គទេឬខ្ញុំព្រះអង្គទេស្អរខ្លាំងណាស់ព្រះពុទ្ធចាប់អង្អែលស្មាឧរវិលកសបៈព្រាមទាំងសងខាង
ដោយប្រភពញញឹមទើបមានត្រាស់បញ្ជូលថាអរគុណច្រើនហើយសម្លាញ់កាសបាតថាគតមិនអីទេព្រះពុទ្ធទ្រង់ប្រាស់តម្រិះថានៅពេលថ្ងៃត្រង់នេះគូរវិលកាសបៈនឹងត្រូវសម្ដែងធម៌ទេសនាដល់បរិវារទាំង500រូបនិងប្រហែលជាមានអ្នកស្រុកជិតខាងក្នុងដែនអង្គៈនិងមគ្គធៈចំនួន500នាក់ទៀតចូលរួមផងដែរប្រសិនបើមានវត្តមានរបស់អាត្មាអញនៅទីនេះនឹងបណ្ដាលឲ្យចតុឧរវិលកាសកៈមានការទិស្ទោះកាលព្រះអង្គជ្រាបក្នុងប្រជញ្ញៈដូច្នេះហើយព្រះពុទ្ធក៏យាងចេញទៅបិណ្ឌបាតនៅឯឧត្តរគោរពទ្វីបនឹងនាំយកចង្ហាន់បិណ្ឌបាតនោះទៅឆាន់នៅឯមាត់ស្រះអនត្តៈនោះវិញលោកឆានរួចហើយទើបទ្រង់សម្រាប់ប្រកាយនៅទីមាត់ស្រះឈូគួរជាទីរីនោះពេលរសៀលជ្រៀលជ្រែណាស់ទៅហើយបន្ទាប់ពីសម្ដែងធម៌ទេសនារួចចតុកាសបៈក៏រូតរះតាមស្វែងរកព្រះអង្គពេលរកឃើញព្រះអង្គនៅស្ងៀមនៅឯមាត់ស្រះឈូនោះឧរវិលកាសបៈក៏បង្គំទូលសួរព្រះអង្គថាបពុទ្ធសម្លាញ់គោដំកាលពីព្រឹកមិញពួកយើងនាំគ្នាទន្ទឹងរង់ចាំព្រះអង្គដើម្បីឆាន់តែយើងដើររកព្រះអង្គមិនឃើញសោះពួកយើងបានចាំតម្កល់ខាតរិយភោជនីយអាហារមួយចំណែកសម្រាប់ព្រះអង្គតើហេតុអ្វីក៏ព្រះអង្គមិនចូលរួមជាមួយពួកយើងអញ្ចឹងព្រះពុទ្ធទ្រង់ឆ្លើយតបដល់ញញឹមថាមនាលអូរវិលកសបៈដ៏ចម្រើនតថាគតឥតមានបំណងចង់ទៅចូលរួមក្នុងពេលដែលព្រះអង្គសម្ដែងធម៌ទេសនានោះទេពុទ្ធវេរកាសបៈទូលសួរបញ្ជាក់ថាហេតុអ្វីក៏ព្រះអង្គមិនចង់ចូលរួមក្នុងពេលសម្ដែងធម៌ទេសនានោះព្រះពុទ្ធគ្រាន់តែញញឹមដោយមិនបញ្ចេញព្រះពុទ្ធដីកាអ្វីឡើយពុទ្ធវេរកាសបៈតោក៏ឈប់ពេញដល់ដែរដោយបានដឹងយ៉ាងច្បាស់ថាសមណៈដ៏ក្មេងនេះបានដឹងអំពីគំនិតរបស់ខ្លួនក្នុងការមិនចង់ឲ្យព្រះអង្គទៅចូលរួមនោះរួចអស់ទៅហើយទាំងពីព្រះអង្គក៏ចាប់ផ្ដើមសម្ដែងសម្រាលគ្នាបន្តទៅទៀតនាមាត់ស្រះនោះឧរវិលកាសបៈបង្គំទូលសួរព្រះពុទ្ធថាបពុទ្ធប្រគុដំដ៏ចម្រើនកាលពីម្សិលមិញព្រះអង្គមានពុទ្ធដីកាថាវត្តមាននៃស្លឹកឈើគឺជាលទ្ធផលដែលបានមកពីការប្រមូលផ្ដុំនៃអង្គធាតុផ្សេងគ្នាជាច្រើនព្រះអង្គក៏មានពុទ្ធដីកាថាវត្តមាននៃមនុស្សក៏ដូចនោះដែរកើតឡើងដោយសារតែការប្រមូលផ្ដុំនៃអង្គធាតុផ្សេងទៀតជាច្រើនតែបើដល់ពេលអង្គធាតុទាំងអស់នោះឈប់កើតមានទៀតតើអត្តៈនឹងទៅជាយ៉ាងណាដែរព្រះពុទ្ធទ្រង់មានប្រាប់បន្ទូលថាជាយូរយារណាស់មកហើយមនុស្សជាប់ក្នុងអន្តៈនៃគំនិតអត្តមនគឺគំនិតនៃការបំបែកនិងគ្មានទីបញ្ចប់នៃអត្តៈគេមានជំនឿថាពេលរូបកាយមនុស្សសត្វស្លាប់ទៅអត្តៈនេះនៅតែមានបន្តហើយនឹងទៅជួបជុំជាមួយប្រភពរបស់វាដែលជាព្រះព្រហ្មតែឧរវិលកាសបៈសម្លាញ់រឿងនេះជាប្រភពនៃការយល់ខុសទេដែលបណ្ដាលឲ្យមនុស្សរាប់ចំនួនមិនអស់វង្វេងវង្វាន់ណាជាអញ្ចឹងណាឧរវិលកាសបៈគួរតែសម្លាញ់យល់ដឹងថាវត្ថុធាតុទាំងអស់កើតមានឡើងដោយសារតែការជាប់តាក់ទងគ្នាទៅវិញទៅមកហើយវត្ថុទាំងអស់នោះឯងនឹងរលាយរលត់ទៅវិញក៏ដោយសារការជាប់តាក់ទងគ្នាទៅវិញទៅមកនេះដែរនេះមានពីព្រោះនោះមាននេះគ្មានក៏ព្រោះនោះគ្មាននេះកើតពីព្រោះនោះកើតនេះស្លាប់ក៏ពីព្រោះនោះស្លាប់នេះគឺជាទិស្រីបដិច្ចសមុប្បាទធម៌ដ៏អស្ចារ្យដែលតថាគតបានពិចារណារកឃើញតាមពិតគ្មានអ្វីបែកបាច់ចេញពីគ្នានឹងមានទីបំផុតឡើយគ្មានអត្តៈទេសូម្បីតែអត្តៈនោះខ្ពស់ក៏ដោយទាបក៏ដោយឧរវិលកាសបៈតើព្រះអង្គដែលបានគង់ភាវនាទៅលើរូបខណ្ឌវេទនាខណ្ឌសញ្ញាខណ្ឌសង្ខារខណ្ឌនិងវិញ្ញាណខណ្ឌរបស់ព្រះអង្គដែរទេស្ដាប់ព្រះអង្គទៀតណាឧរវិលកាសបៈតើព្រះអង្គដែលបានគង់ភាវនាទៅលើរូបខណ្ឌវេទនាខណ្ឌសញ្ញាខណ្ឌសង្ខារខណ្ឌនិងវិញ្ញាណខណ្ឌរបស់ព្រះអង្គដែរទេមនុស្សម្នាក់សុទ្ធតែកើតឡើងដោយខណ្ឌ5នេះឯងខណ្ឌទាំង5នៅបន្តផ្លាស់ប្ដូរទៅទាំងអស់ដែលនៅក្នុងនោះ
ก็มีหนักหน้ามันเนี่ยอาจะรบขึ้นส่งไปแต่อังกฤษมวยเอาเนื้อทัดเท่กันเลยโอ้เราเวลาการศึกษาเนื้อตรงเสียมมันเจนใส่ออกมวยสระบอกเตือบังคุมตูธาเมื่อสมัยกูตอบบ่อยจังที่อาจมีธาประอังที่นักบังเรียนในตัวสดได้มันแมนที่อธิเทศแมนดีเด้ก็พูดตรงอย่างนี้หายตรงกรุวีประเสริฐมันแมนเต้กลมนึกได้มันแมนอธิเทศคือเกียรติศาสนาจงเอียดจงอ่อนมุ้ยขนมจงน้อมศาสนาจงเอียดจงอ่อนเซนเซนเทียดขนมเปรย์จงมูลกลมนึกได้มันแมนที่อธิเทศกรอนแต่ข้อปีเคลียเต้าหนึ่งกลมนึกในกาปอมใบหนึ่งก็มีอันตีบรรจบในอัตตะปนกอุรเวลการจะปะโซมปรองมือตึกตีในสระตึกเนี้ยตถาคตมันจังถาตึกหนึ่งชูมันเมียนโนเต้พรตายตถาคตจังเมียนในถาตึกหนึ่งชูกาลางต่อยสาวัตเมียนหนึ่งกาปโมลพระดมขเนียในวัตถุที่ใส่เตียนเมียนวัตถุนามวยอาจบัดเจนปีเกหรือก่อนเนื้อเตียงตอบระหเลยอุรเวลการจะปะเงยมือจมพวกประพักประพุทธหายมังกุ้งตูธาบาสันเจียอัตตะขมีนอัตมันกมีนเต้ตาให้เอาไว้ก่อกิจำบัดคำหัดเรียนข้างพระศาสนาดาใบสำไรปริตรดังบาสันเจียอัตตะขมีนอัตมันขมีนตาให้เอาไว้ก่อกิจำบัดคำหัดเรียนข้างพระศาสนาดาใบสำไรปริตรดังเมื่อสำลังกูดำตาเนหน้าหนึ่งอายสำไรผลิตระดับการพระพุทธเจ้าเมื่อดอยประเนตมุทลาตุกันเจดลอุรวิลกัสปะมุนหนึ่งประองเมียนพระพุทธกาจังประพะยิ่งยิ่งถามันนี่กัสปะดอยจำรานสมประองสวยโรคจำลายนิดขนมคล้วนประองจอกเพียงปีประองก่อวิลต่อการอาสรมระบบอุรวิลกัสปะวิญเรียตรีโนอุรวิลกัสปะนิมนต์ประพุทธเอาสังในครองโตมระบบประองหายอุรวิลกัสปะคล้วนไอตื่สังเฉียมมุ้ยสาวะระบบประองเสียเตียมีนิเตียดำนาธาขนมเกลียนกอุรวิลกัสปะบานคุยในปาริหาปรามยางการมีนต่อประพุทธคือบานเคยประพุทธกรอบสังกัดผู้นิกริดาวใดเจ้าระบบพระองค์มวยเคยเทวดาบุญอ่องมีนรูปละอ้อนังบดาเอาเมียนรัศมีพลื้ปิงปริโยเตอบังคมกวาประพุทธในขนมวิเลียแปะกันดาเกลียดมวยเคยประอันนังสกัดตีวิริแต่คมเจียงเทปรามีนรูปละอ้อนังบดาเอาเมียนผลลือพลื้ปิงปริโยเตอบังคมกวาประพุทธขนมวิเลียแปะกันดาเกลียดมวยคือสหัมปไตยกลุ่มเมียนรูปละอ้อนังบรรดาเอาเมียนบรรลือพลือปิ้งปริโจเตบุกมกอลประพุทธในขนมวิเลียแบบกันดาละติดมวยนังเคยประพุทธบานดังเจียมนออกปีศาสนาแต่คล้วนกาตปะมันช่างเอาประพุทธหมอกโจรุ่มขนมปืนสำได้ประทอติสนาลูกมวยกาตปะนี่มันเคยจังกาบานเคยปาริหาจังปรามในหายอุรเวกกัสปะก่อจับไตรเรีอย่างนิทาปราศดาอุดมนี้มีนรึกคลังนาตามีอารมณ์พิบทมเมนเตนาตาปนตายตู้จีอย่างนาปกคงกูดมนี้มันแม่นเจียปาเราหันโดเจียดมาอันตายประวัติพุทธศาสนาในประพุทธสมณกูดมบรมศาสนาในยึงในเพียรที่ต่อไปเติมมาจับจำปนไหม